តារាប្រុសសង្ហាម្នាក់នេះតែងតែធ្វើទង្វើបែបនេះជាមួយនឹងភរិយារបស់លោកធ្វើការរលួយត្រូវតែឲ្យភរិយាជាអ្នកទុកដាក់សម្រាប់រូបលោកវិញគ្រាន់តែដកចាយតិចតួចតែប៉ុណ្ណោះនៅពេលដែលមានតម្រូវការលោកធ្លាប់ប្រាប់ភរិយារបស់លោកឲ្យឈប់ធ្វើការព្រោះការងារខាងក្រៅវាហត់ណាស់សូម្បីតែលោកជាមនុស្សប្រុសក៏នៅតែហត់ខ្លាំងហើយពេលទៅណាឆ្ងាយទៅថតនៅខាងក្រៅលោកពិតជាមានការបារម្ភចំពោះភរិយារបស់លោកជាខ្លាំងពោះគំនិតរបស់លោកគឺលោកចង់ឲ្យភរិយារបស់លោកនៅតែផ្ទះធ្វើការងារផ្ទះហើយខ្លួនលោកគឺជាអ្នកចេញទៅក្រៅរលួយសម្រាប់គ្រួសារបាននិយាយពីភរិយារបស់លោកវិញអ្នកនាងនុយនាងក៏ជាតារាសម្ដែងដែលភាគច្រើននាងតែងតែដើរតួជាអ្នកបម្រើជាដើមតែបាននិយាយអំពីរូបសម្រស់របស់នាងពិតជាស្រស់ស្អាតខ្លាំងណាស់នាងមានកម្ពស់ខ្ពស់ពិសេសមានមុខមាត់គួរឲ្យស្រឡាញ់ស័ក្តិសមជាមួយស្វាមីនាងជាខ្លាំងហើយនាងកាន់តែមានឈ្មោះល្បីល្បាញបន្ទាប់ពីដើរតួនៅក្នុងរឿងការ៉ាកេតដែលនាងដើរតួជាអ្នកបម្រើរបស់បេឡារ៉ានីចំពោះជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរគឺរៀបការជាមួយគ្នាច្រើនឆ្នាំមកហើយក៏ប៉ុន្តែអ្នកទាំងពីរមិនទាន់មានកូននៅឡើយនិយាយត្រឡប់ទៅកាន់ទស្សនវិជ្ជាមង្គលការរបស់អ្នកទាំងពីរគឺហាក់បីដូចជាស្រស់ស្អាតជាខ្លាំងបើទោះជាកម្មវិធីរៀបចំបែបសាមញ្ញក៏ប៉ុន្តែពោពេញទៅដោយភាពស្រស់បំព្រងជាមួយនឹងសម្លៀកបំពាក់ប្រពៃណីគូស្នេហ៍មួយគូនេះក៏មិនធ្លាប់លេចលឺរឿងអាស្រូវអ្វីឡើយតាំងពីចាប់ផ្ដើមរហូតដល់ពេលបច្ចុប្បន្នតែក៏ធ្លាប់លេចលឺព័ត៌មានរិះគន់អ្នកនាងនុយផងដែរថាមិនស័ក្តិសមជាមួយនឹងស្វាមីរបស់នាងទេព្រោះនាងមិនមែនជាតួឯកស្រីដែលមានឈ្មោះល្បីល្បាញនាងគ្រាន់តែជាអ្នកសម្ដែងបែបធម្មតាពេលខ្លះនាងដើរតួជាអ្នកបម្រើហើយពេលខ្លះគ្រាន់តែជាតួបន្ទាប់បន្សំតែប៉ុណ្ណោះទោះជាយ៉ាងណាស្វាមីរបស់អ្នកនាងនុយក៏មិនធ្លាប់ចាប់អារម្មណ៍រាល់ពាក្យរិះគន់ទាំងនោះទេអ្នកទាំងពីរមានតែបន្តដំណើរជាមួយគ្នាទៅមុខរហូតដល់បានរៀបការជាមួយគ្នានិងមានសុភមង្គលដូចពេលបច្ចុប្បន្ននេះតារាប្រុសសង្ហាម្នាក់នេះតែងតែធ្វើទង្វើបែបនេះជាមួយនឹងភរិយារបស់លោកធ្វើការរលួយត្រូវតែឲ្យភរិយាជាអ្នកទុកដាក់សម្រាប់រូបលោកវិញគ្រាន់តែដកចាយតិចតួចតែប៉ុណ្ណោះនៅពេលដែលមានតម្រូវការលោកធ្លាប់ប្រាប់ភរិយារបស់លោកឲ្យឈប់ធ្វើការព្រោះការងារខាងក្រៅវាហត់ណាស់សូម្បីតែលោកជាមនុស្សប្រុសក៏នៅតែហត់ខ្លាំងហើយពេលទៅណាឆ្ងាយទៅថតនៅខាងក្រៅលោកពិតជាមានការបារម្ភចំពោះភរិយារបស់លោកជាខ្លាំងពោះគំនិតរបស់លោកគឺលោកចង់ឲ្យភរិយារបស់លោកនៅតែផ្ទះធ្វើការងារផ្ទះហើយខ្លួនលោកគឺជាអ្នកចេញទៅក្រៅរលួយសម្រាប់គ្រួសារបាននិយាយពីភរិយារបស់លោកវិញអ្នកនាងនុយនាងក៏ជាតារាសម្ដែងដែលភាគច្រើននាងតែងតែដើរតួជាអ្នកបម្រើជាដើមតែបាននិយាយអំពីរូបសម្រស់របស់នាងពិតជាស្រស់ស្អាតខ្លាំងណាស់នាងមានកម្ពស់ខ្ពស់ពិសេសមានមុខមាត់គួរឲ្យស្រឡាញ់ស័ក្តិសមជាមួយស្វាមីនាងជាខ្លាំងហើយនាងកាន់តែមានឈ្មោះល្បីល្បាញបន្ទាប់ពីដើរតួនៅក្នុងរឿងការ៉ាកេតដែលនាងដើរតួជាអ្នកបម្រើរបស់បេឡារ៉ានីចំពោះជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរគឺរៀបការជាមួយគ្នាច្រើនឆ្នាំមកហើយក៏ប៉ុន្តែអ្នកទាំងពីរមិនទាន់មានកូននៅឡើយនិយាយត្រឡប់ទៅកាន់ទស្សនវិជ្ជាមង្គលការរបស់អ្នកទាំងពីរគឺហាក់បីដូចជាស្រស់ស្អាតជាខ្លាំងបើទោះជាកម្មវិធីរៀបចំបែបសាមញ្ញក៏ប៉ុន្តែពោពេញទៅដោយភាពស្រស់បំព្រងជាមួយនឹងសម្លៀកបំពាក់ប្រពៃណីគូស្នេហ៍មួយគូនេះក៏មិនធ្លាប់លេចលឺរឿងអាស្រូវអ្វីឡើយតាំងពីចាប់ផ្ដើមរហូតដល់ពេលបច្ចុប្បន្នតែក៏ធ្លាប់លេចលឺព័ត៌មានរិះគន់អ្នកនាងនុយផងដែរថាមិនស័ក្តិសមជាមួយនឹងស្វាមីរបស់នាងទេព្រោះនាងមិនមែនជាតួឯកស្រីដែលមានឈ្មោះល្បីល្បាញនាងគ្រាន់តែជាអ្នកសម្ដែងបែបធម្មតាពេលខ្លះនាងដើរតួជាអ្នកបម្រើហើយពេលខ្លះគ្រាន់តែជាតួបន្ទាប់បន្សំតែប៉ុណ្ណោះទោះជាយ៉ាងណាស្វាមីរបស់អ្នកនាងនុយក៏មិនធ្លាប់ចាប់អារម្មណ៍រាល់ពាក្យរិះគន់ទាំងនោះទេអ្នកទាំងពីរមានតែបន្តដំណើរជាមួយគ្នាទៅមុខរហូតដល់បានរៀបការជាមួយគ្នានិងមានសុភមង្គលដូចពេលបច្ចុប្បន្ននេះ